ម្ចាស់សំណង់ត្រជាកម្មដែលបង្កផលប៉ះពាល់រំខានដល់សម្លេងដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រឈមនឹងការពិន័យ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេថ្មីនេះអាជ្ញាធរខេត្តពោធិ៍សាត់បានប្រកាសថាដោយមានការណែនាំពីអភិបាលខេត្តពោធិ៍សាត់អាជ្ញាធរក្រុងស្រុកនៅទូទាំងខេត្តនឹងចុះពិនិត្យនិងត្រៀមចាត់វិធានការលើម្ចាស់សំណង់ត្រជាកម្មដែលបង្កផលប៉ះពាល់រំខានដោយសម្លេងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះបញ្ជាក់តាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិតថាមានម្ចាស់ទីតាំងឬក៏ម្ចាស់សំណង់ត្រជាកម្មប៉ុន្មានដែលបាននឹងបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋនៅឡើយទេដែលគិតត្រឹមថ្ងៃទី12ខែមករាឆ្នាំ2026នេះជំរុញលើការចាត់វិធានការនេះក៏មានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមចូលរួមមតិយោបល់ថាគួរកំណត់ម៉ោងទៅព្រោះបើចាក់សម្លេង24ម៉ោងលើ24ម៉ោងអ្នកណាដេកពួនកើតព្រោះវារំខានណាស់គួរតែមានវិធានការអប់រំខ្លះទៅចាក់នោះចាក់ខ្លាចតែមិនដឹងថាមានផ្ទះត្រជាកម្មចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះទៀតក៏បានចូលទៅបញ្ចេញមតិជូនមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថានៅភូមិត្រាំពែក៏មានផ្ទះត្រជាកម្មដែរហើយកន្លងមកម្ចាស់ផ្ទះត្រជាកម្មមួយកន្លែងធ្លាប់បានដាក់អន្ទាក់ជាប់សត្វព្រៃដើម្បីកុំឲ្យសត្វព្រៃទៅចូលស៊ីសាច់ត្រជាកម្មរបស់ពួកគេគួររំលឹកដែរថាកាលពីខែតុលាឆ្នាំ2025កន្លងទៅមានករណីប្តឹងផ្ដាល់គ្នាដោយសារតែការរំខានចេញពីកន្លែងចិញ្ចឹមសម្បុកត្រជាកម្មនៅខេត្តកំពង់ចាមផងដែរករណីនៅខេត្តកំពង់ចាមនោះគឺម្ចាស់ផ្ទះចិញ្ចឹមត្រជាកម្ម3កន្លែងដែលស្ថិតនៅក្នុងភូមិទី8ភូមិទី9និងសង្កាត់កំពង់ចាមក្រុងកំពង់ចាមក៏ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះដាក់ពាក្យបណ្ដឹងស្នើសុំឲ្យអាជ្ញាធរក្រុងកំពង់ចាមដើម្បីជួយដោះស្រាយឲ្យម្ចាស់ដែលចិញ្ចឹមសត្វត្រជាកម្មទាំង3កន្លែងនោះបដូរទីតាំងចេញពីកន្លែងចាស់ដោយសារតែការចិញ្ចឹមត្រជាកម្មនេះបានបង្កផលប៉ះពាល់ក៏ដូចជាបំពង់សម្លេងខ្លាំងៗនិងមានក្លិនមិនល្អជាដើមបើយោងតាមផេកជីវៈចម្រុះនៃប្រទេសកម្ពុជាបានលម្អិតថាសត្វត្រជាកម្មនេះមានប្រវែងខ្លួនប្រមាណជា12សង់ទីម៉ែត្រនិងមានទម្ងន់ជាមធ្យមគឺ13ទៅ14ក្រាមវាមានសម្បុរពណ៌ក្រមៅត្នោតនៅផ្នែកខាងពោះដែលមានពណ៌ស្រាលៗជាងផ្នែកខាងខ្នងកន្ទុយមានសន្តានព្រែកដូចជាមុខកន្ត្រៃពេលហោះហើរវារួមចូលគ្នាតែម្ដងហើយស្លាបវែងមានសន្តានស្ដើងស្រួចប្រវែងដែលស្ទើរស្មើនឹងកន្ទុយនៅផ្នែកក្បាលនិងកន្ទុយគឺមានពណ៌ខ្មៅនៅប្រទេសកម្ពុជាយើងសត្វត្រជាកម្មនេះត្រូវបានបែងចែកជា2អនុប្រភេទពីប្រភេទសត្វត្រជាកម្មពូជដើមត្រជាកម្មស្រុកច្រើនរស់នៅតំបន់ដែលជិតមាត់សមុទ្ររហូតដល់តំបន់ភ្នំវាស៊ីសាច់ល្អិតដែលហោះហើរជាចំណីអាហារពិសេសវាអាចប្រមាញ់ដែលកំពុងហោះហើរជាមួយនឹងអំបូរសត្វត្រជាកម្មដទៃទៀតត្រជាកម្មស្រុកជាសត្វដែលចូលចិត្តបង្កកំណើតឬបន្តពូជនៅក្នុងទីងងឹតដូចជាលអាងភ្នំជាដើមឬពេលខ្លះនៅតាមបណ្ដាលនៃសំណង់ចាស់ៗសម្បុករបស់វាច្រើនធ្វើអំពីទឹកមាត់របស់វាដែលមានសន្តានថ្លារាងដូចជាកូនកន្ត្រកនិងមានច្រើនស្រទាប់ដែលមានទំហំជាមធ្យមគឺ6សង់ទីម៉ែត្រនិងជម្រៅ2សង់ទីម៉ែត្រនៅក្នុងមួយសម្បុកគឺមានទម្ងន់14ក្រាមពងមានរាងទ្រវែងហើយមានពណ៌សដែលត្រជាកម្មស្រុកគឺអាចពងបានម្ដងគឺចន្លោះពី2ទៅ3គ្រាប់នេះជាលក្ខណៈអេកូឡូស៊ីដែលសមស្របទៅតាមទំហំនៃសម្បុករបស់វាចុះលោកអ្នកយល់យ៉ាងណាដែរចំពោះការចិញ្ចឹមសត្វត្រជាកម្មក្រោយអភិបាលខេត្តពោធិ៍សាត់នឹងចាត់វិធានការលើម្ចាស់សំណង់ត្រជាកម្មដែលបង្កផលប៉ះពាល់រំខានដល់សម្លេងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះគួររំលឹកដែរថាកាលពីចុងខែតុលាឆ្នាំ2022អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មនិងសមាគមមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាប្រចាំនៅក្នុងទីក្រុងសៀងមិនប្រទេសចិនគឺបានចុះអនុសារណៈយោគយល់គ្នាស្ដីពីការនាំចេញសម្បុកត្រជាកម្មទៅកាន់ទីផ្សារចិនការចុះនៃកិច្ចព្រមព្រៀងនាំចេញសម្បុកត្រជាកម្មទៅកាន់ទីផ្សារប្រទេសចិននេះនឹងធ្វើឲ្យអ្នកចិញ្ចឹមសម្បុកត្រជាកម្មកាន់តែមានជំនឿនៅក្នុងការថែទាំផ្ទះឲ្យបានកាន់តែស្អាតដើម្បីឲ្យផលិតផលដែលចិញ្ចឹមបានគឺស្អាតនិងងាយស្រួលយកទៅកែច្នៃនាំចេញខ្ញុំបានលីហួរគឹមឆាយពីកម្មវិធី60 Burst